ក្មេងសម័យនេះអាចមានអនាគតដូចម្ដេចទៅបើឃើញសិស្សមិនប្រឹងរៀនសូម្បីសិលធម៌អត់មានពេលចូលគ្មានជំរាបសួរគ្រូគឺអត់ខ្វល់តែម្ដងអនាគតក្មេងសម័យ AI នេះបើនៅប្រទេសជឿនលឿនហើយប្រទេសហ្នឹងមានគុណតម្លៃគ្រួសារកូនក្មេងមួយចំនួននឹងបានទទួលជោគជ័យតែបើនៅប្រទេសដែលបាត់បង់គុណតម្លៃគ្រួសារអនាគតមិនល្អទេណាស់ចាំថាអនាគតមិនល្អទេមានការកែប្រែប្រព័ន្ធអប់រំក្នុងពេលឆាប់ណាក្នុងពេលឆាប់នឹងមានការកែប្រែប្រព័ន្ធអប់រំបើប្រទេសណាកែប្រែទាន់ពេលវេលាប្រទេសហ្នឹងអាចកសាងធនធានមនុស្សទប់ទល់បានតែបើប្រទេសណាណាបើប្រទេសណាកែប្រែមិនទាន់បើប្រទេសណាកែប្រែមិនទាន់ប្រទេសហ្នឹងនឹងជួបបញ្ហាដោយសារ AI វាបំផ្លាញធនធានមនុស្សទៅវិញវាបំផ្លាញធនធានមនុស្ស AI មានណា AI មានចំណុចរបស់វាបាទ AI មានចំណុចរបស់វាដែលវាជួយឲ្យក្មេងចម្រុងចម្រើនតែទាល់តែប្រព័ន្ធអប់រំនឹងកែប្រែបើប្រព័ន្ធអប់រំនឹងវាអត់កែប្រែបើប្រព័ន្ធអប់រំនឹងវាអត់កែប្រែទេ AI វាបំផ្លាញប្រព័ន្ធអប់រំចាស់ហ្នឹងហើយប្រព័ន្ធអប់រំហ្នឹងនឹងទទួលបរាជ័យក្នុងការណាវាទទួលបរាជ័យក្នុងការកសាងធនធានមនុស្សនេះគឺជាអ្វីដែលវាកើតឡើងណានេះគឺជាអ្វីដែលវាកើតឡើងអញ្ចឹងរឿង AI នេះប្រព័ន្ធអប់រំត្រូវសិក្សាឲ្យលឿនហើយរដ្ឋាភិបាលត្រូវដាក់ថវិកាជាពិសេសសម្រាប់កែប្រែប្រព័ន្ធអប់រំឲ្យទាន់ពេលប្រព័ន្ធអប់រំកែប្រែមិនទាន់សិស្សអត់អាចទទួលបានទេអញ្ចឹងក្មេងសម័យនេះជួបប្រទះនឹង 20% អាចចម្រើនខ្លាំង 80% អាចធ្លាក់ចុះខ្លាំងវាជារឿងពិបាកណាបាទអាហ្នឹងចឹងប្រូហេងគ្មានអីត្រូវនិយាយទេត្រូវប្រុងប្រយ័ត្នជា virus អត់មានអីនិយាយទេពីព្រោះខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ virus អញ្ចឹងបើខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ virus អត់មានអីនិយាយទេណាធីតាចៅគោណាស់យកចិត្តទុកដាក់ធ្វើមកដាច់ឲ្យចៅខ្លាំងជាជាងចង់ដឹងអំពីគេខ្លាំងពីព្រោះនៅពេលដែលចៅចេះអង់គ្លេសត្រឹមត្រូវហើយខ្លាំងក្លាចំណេះដឹងចៅចង់ដឹងអីក៏ដោយមិនបាច់មកសួរតាជេមសុកទេគឺចៅដឹងបានដោយចៅមានចំណេះតែបើចៅខ្សោយសូម្បីតែតាជេមសុកនិយាយប្រាប់ចៅក៏ចៅអត់ដឹងដែរមិនបានចៅអត់ដឹងពីព្រោះចៅអត់មានចំណេះដឹងអាហ្នឹងអញ្ចឹងណាអញ្ចឹងចៅគិតពីរឿងចៅខ្លាំងជាជាងសួររកនរណាគេខ្លាំងលន់ខាន់ឈិតមានចម្លើយគឺមានចម្លើយខ្លីណាខាន់ឈិតកាលពីshowមុនបងនិយាយថាមានមេតបលន់ណុលដែលដាក់ទៅកន្លែងណាចាញ់កន្លែងហ្នឹងទោះបើបងអាចប្រាប់ឈ្មោះគាត់បានហើយឬនៅអត់ទេមិនបាច់និយាយទេគ្រាន់តែប្រាប់ថាមេតបហ្នឹងក្រោយមកគេឲ្យការពារទីក្រុងភ្នំពេញហ្នឹងមួយមេតបមួយទៀតគេឲ្យទៅកាន់កំពង់ចាមធ្លាក់លើដៃជាកង់ក្រោយមកគេឲ្យមកកាន់បាត់ដំបងប៊ីសធ្លាក់បាត់ដំបងក្នុងដៃខ្មែរក្រហមឧត្តមសេនីយ៍ហ្នឹងក្រោយមកស្លាប់នៅអាមេរិកណាអាហ្នឹងអញ្ចឹងម៉េងអត់មានបាល់ទេអត់មានបាល់អត់មានហួសហើយណាអញ្ញាសុខតើយើងត្រូវថែសុខភាពឪពុកម្ដាយចាស់ដោយរបៀបណាយកគាត់ទៅពេទ្យឲ្យគាត់ពិសាសាបបន្តិចកុំផ្អែមក៏មានខ្លាំងច្រើនហើយបើមានពេលបបួលគាត់ឲ្យដើរជុំវិញផ្ទះដើម្បីហាត់ប្រាណធ្វើបន្លែឲ្យគាត់បានច្រើនហ្នឹងប៉ុណ្ណឹងការថែទាំនឹងមានតែប៉ុណ្ណឹងណាបាទម៉ែឪចែកផ្លូវហើយតើខ្ញុំត្រូវទៅឯណាអត់មានទេ
ចៅអាយុប៉ុណ្ណឹងហើយត្រូវរៀនរស់ខ្លួនឯងបាននៅក្នុងបន្ទុកណាមួយក៏បានដែររឿងនេះគឺជាការវិវត្តនៃសង្គមមនុស្សចៅត្រូវតែរៀនរស់ណា HIJ គុំស្រីនាងជំទាវឆាយថងឌីភរិយាហ៊ុនម៉ាណីកំពុងត្រៀមស្វាគមន៍សមាជិកថ្មីខ្ញុំអត់ដឹងទេហើយមិនចាប់អារម្មណ៍អត់ដឹងហើយមិនចាប់អារម្មណ៍ MS Group តាមលោកតាវិភាគតើប្រហែលឆ្នាំទៀតកម្ពុជាអាចប្រហាក់ប្រហែលអត់ទេខ្ញុំព្រួយបារម្ភកម្ពុជាយើងមានបញ្ហាតែបើនិយាយពីកម្ពុជាយើងមានសេចក្តីចម្រើនខ្ញុំអត់មើលឃើញសោះនេះខ្ញុំមើលអត់ឃើញថាកម្ពុជាត្រូវមានសេចក្តីចម្រើនទេខ្ញុំឃើញកម្ពុជាមានបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះមុខហ្នឹងខ្ញុំឃើញណាចឹងថាតើថៃបានជួយខ្មែរដែរឬទេនៅសម័យខ្មែរក្រហមហើយយួនជាអ្នកកែប្រវត្តិសាស្ត្រមែនទេថៃថាខ្មែរជាអ្នករមិលគុណទាំងយួនទាំងខ្មែរទាំងយួនទាំងសៀមគេគិតថាខ្មែរជាមនុស្សរមិលគុណហើយបើតាមខ្ញុំឆ្លើយដោយខ្ញុំឆ្លងកាត់គឺដូច្នេះមែនខ្មែរយើងរមិលគុណយួនរមិលគុណសៀមសាសទាំងពីរគេចំណាំទុកតាំងពី300ឆ្នាំមុនទោះបីយើងមិនទទួលក៏ដោយគេគិតអញ្ចឹងណាគេគិតអញ្ចឹងណាគេគិតអញ្ចឹងនឹងសូមជម្រាបគេគិតអញ្ចឹងគេគិតអញ្ចឹងដូច្នេះហើយរឿងដែលគេគិតអញ្ចឹងនេះអត់កែកំណត់គេបានទេអត់កែកំណត់គេបានទេពីព្រោះគេគិតដូចនេះឯងណានឹងសូមជម្រាបកាក់ស្ទៀវតើអត់ដែលមានពេលលេងអីទេសុំបីតែនៅ YouTube តើអត់លេងទេកុំតើអត់មានពេលលេងទេចៅណាតើអត់មានពេលលេងទេតើនៅក្នុងអាយុរវល់អត់មានពេលលេងទេណាចៅអត់មានទេការងារនៅជុំវិញផ្ទះក៏មានអីក៏មានបាទចិនពេងខ្ញុំឃើញនៅគិរីរម្យគេបានបង្កើតទីកំសាន្តនៅទីនោះខ្ញុំឃើញវីដេអូតាក់ទងនឹងរីសតនៅគិរីរម្យមិនសូវដាច់ទេមិនសូវមានភ្ញៀវទៅទេហើយការតាក់តែងរបស់គេនោះអ្នកដែលធ្វើខំប្រឹងធ្វើដែរតែដោយសាររកស៊ីមិនសូវបានអញ្ចឹងការរៀបចំគ្នាក៏ខ្វះខាតណាមានខ្វះខាតខ្ញុំឃើញមានបញ្ហាខ្ញុំឃើញនៅគិរីរម្យខ្ញុំឲ្យកូនឆ្កែខ្ញុំតិចសិននៅទីទេសចរនានាទោះបីខ្មែរយើងថាស្អាតតែខ្ញុំមើលទៅវាអត់ទាន់ឃើញស្អាតហើយការចោលសម្រាមនេះគឺលំបាកណាស់ហើយខ្ញុំឃើញខ្មែរយើងរឿងសម្រាមនេះនៅមានការខ្វះខាតច្រើនណានៅមានណានៅមានការខ្វះខាតច្រើនមែនទែនសប្ងៃត្រង់នេះតកតងនៅអនាម័យយើងផងអនាម័យយើងអន់ហើយសូម្បីតែការហូបចុករបស់អ្នកមានអ្នកដែលគេមានណាមិនបាច់ចាញ់ឈ្មោះទេសេដ្ឋីអង្គញាធំការអង្គុយបរិភោគអាហារអីនៅខ្វះខាតច្រើនណានៅខ្វះខាតច្រើនជាពិសេសគឺអនាម័យហ្នឹងហ្មងបាទអញ្ចឹងយើងនៅមានបញ្ហាច្រើនដែលត្រូវរៀបចំខ្លួនសម្រាមគឺជាបញ្ហាមួយធំនៅបាត់ដំបងប្រហែលថ្ងៃនេះមានភ្លៀងលូកប់ថ្មីអត់ហូរទឹកលូដែលកប់ថ្មីនៅបាត់ដំបងអត់ទាញទឹកបានអញ្ចឹងបាត់ដំបងមើលទៅដូចបរាជ័យអ្វីដែលរាជការនៅខេត្តបាត់ដំបងខំប្រឹងធ្វើកប់លូកប់អីហ្នឹងចេះតែបរាជ័យមិនដឹងជាខុសអីទេប៉ុន្តែបរាជ័យភ្លៀងធ្លាក់ប្រហែលមេលិចក្រុងបាត់ដំបងបាទលិចក្រុងបាត់ដំបងខ្មែរយើងមានបញ្ហារឿងហ្នឹងលោកតានិយាយពីប្រវត្តិហុកឡុងឌីបានទេហុកឡុងឌីស្លាប់ហើយក៏ចប់ត្រឹមប៉ុណ្ណឹងអត់មានរឿងអីដែលត្រូវនិយាយផងណាអត់ព្រោះមិនមែនជាមនុស្សសំខាន់ទៀតទេដោយសុកអានអញ្ចឹងស្លាប់ទោះបីគេតម្លើងទៅជាសម្ដេចក៏អត់លើកមកនិយាយអត់មានប្រយោជន៍សុកអានគ្រាន់តែជាមនុស្សកម្រក់ម្នាក់ដល់អញ្ចឹងវាអត់មានប្រយោជន៍គ្មានប្រយោជន៍អីនឹងលើកយកមកនិយាយទោះបីដលងហ៊ុនសែនគាត់ខំតម្លើងទៅជាសម្ដេចក៏អត់ល្បីទេល្បីមិនរួចពីព្រោះគ្មានស្នាដៃល្បីណា
តើការធ្វើកសិកម្មនៅកូរ៉េនិងធ្វើការបច្ចេកទេសនៅកម្ពុជាមួយណាប្រសើរជាងការធ្វើកសិកម្មនៅកូរ៉េបើសិនជាមានប្រាក់ចំណូលខ្ពស់គួរទៅសាកល្បងដើម្បីរៀនធ្វើពីគេអញ្ចឹងការងារទាំងពីរហ្នឹងល្អដូចគ្នាតែស៊ីសងទៅលើប្រាក់ចំណូលអូខេណាមួយគ្រាន់បើជាងហងសុបញ្ញាព័ត៌មានខាងព្រំដែនដ្រូនសៀមហោះស៊ើបការពីយប់ហើយយន្តហោះចម្បាំងហោះចូលជ្រៅដែរសៀមចង់លេងជុំទី3ទាំងវិបត្តិសេដ្ឋកិច្ចឬយ៉ាងណាលោកតាសៀមអត់មាននិយាយអ្វីទេតែជាការសាកល្បងការការពាររបស់កម្ពុជាឬយ៉ាងណាអត់តដឹងជួនកាលវាជាការសាកល្បងថាតើកងទ័ពខាងកម្ពុជាហ្នឹងឆ្លាតវៃហើយតាមតនព្រឹត្តិការណ៍ឬទេក្រសួងការពារជាតិអត់ឃើញនិយាយថាម៉េចផងនឹងអញ្ចឹងនេះគឺជាការសាកល្បងទេដឹងណាបានពៅតាអត់ចេះចៅឯងទៅមើលវីដេអូគេបង្រៀនឲ្យរកលុយទៅតាអត់ចេះតាបើកchannel YouTube នេះអត់ចាំផងណាអេចាលីអាឆ្កែគេនៅចិត្តផ្ទះហ្នឹងមីនាងមួយឈ្មោះចេសិកាហ្នឹងឲ្យតែមកញ៉ាយចៅខ្ញុំវាមកក្រៅផ្ទះហ្នឹងណាវាព្រោះពីនាយមកអានេះអចង់ងំណាដឹងលោកតាបើសិនរបបមួយនេះដួលរលំតើតាមានគោលបំណងមកកម្ពុជាវិញទេតាមិនមែនអ្នកនយោបាយតាមិនមែនអ្នកអេយ៉ាប់មកបាទមកញ៉ាយគេកែមិនកាំងឈ្មោះចេសិកាណាអូធ្វើចូលមិនកាត់តាមិនមែនអ្នកនយោបាយតាអត់មានប្រឆាំងនឹងហ៊ុនសែនហ៊ុនម៉ាណែតទេហើយឧបមាថាមានអ្នកណាគេកាន់កាប់ស្រុកខ្មែរក៏តាអត់មកដែរមូលហេតុដែលតាមិនមកស្រុកខ្មែរពីព្រោះតាអត់ចង់មកតាស្រឡាញ់ប្រទេសកម្ពុជាជាស្រុកកំណើតតែតាអត់ចង់មកទេដូច្នេះចៅមិនបាច់សួរតាទេណាមិនបាច់សួរតាទេតាអត់ចង់មកទេតាអត់ចង់មកទេកូនតាអត់ចង់មកស្រុកខ្មែរទេណាមិនមែនដោយសារហ៊ុនសែនដោយសារហ៊ុនម៉ាណែតឬដោយសារអ្នកណាទេតាអត់ចង់មកហ្មងណាតែប៉ុណ្្នឹងឯណាតាអត់មានចង់មកអញ្ចឹងតាអត់មានតេតូននយោបាយ